ជារឿយៗផ្នែកដែលលាក់កំបាំងនៃចិត្តខាងក្នុងអាចជះឥទ្ធិពលទៅលើការសម្រេចចិត្តរបស់យើងដោយមិនដឹងខ្លួនវាអាចនាំឲ្យយើងបន្ទោសទៅលើព្រេងវាសនាជាជាងការមើលឲ្យឃើញពីកម្លាំងជំរុញពីខាងក្នុងខ្លួនរបស់យើងក្នុងឆាកជីវិតនេះការយល់ដឹងពីខ្លួនឯងឲ្យបានស៊ីជម្រៅគឺជាបញ្ញាដ៏ខ្ពង់ខ្ពស់បំផុតដែលអាចឲ្យយើងក្លាយជាអ្នកដឹកនាំនៃជីវិតផ្ទាល់ខ្លួនរបស់យើងបានជាជាងត្រឹមតែជាអ្នកទស្សនាដែលត្រូវបានអូសទាញដោយកលៈទេសៈនិងបរិស្ថានជុំវិញអំណាចក្នុងការគ្រប់គ្រងវាសនានេះគឺហៅថាចិត្តសាស្ត្រនៃការគ្រប់គ្រងខ្លួនឯងដែលស្ថិតនៅខាងក្នុងខ្លួនរបស់យើងម្នាក់ៗចិត្តសាស្ត្រនៃការគ្រប់គ្រងខ្លួនឯងនេះមិនមែនត្រឹមតែជាទ្រឹស្ដីទេតែវាជាកូនសោមាសសម្រាប់ដោះសោនៃសក្តានុពលដ៏ធំធេងរបស់យើងតាមរយៈការយល់ដឹងពីដំណើរការនៃចិត្តយើងអាចក្លាយជាអ្នកដឹកនាំដ៏ប៉ិនប្រសប់នៃគំនិតអារម្មណ៍និងសកម្មភាពរបស់យើងដើម្បីឆ្ពោះទៅរកភាពជោគជ័យសុភមង្គលនិងបំពេញអត្ថន័យឲ្យជីវិតរបស់ខ្លួនវីដេអូនេះនឹងបង្ហាញពីចិត្តសាស្ត្រទាំង8ចំណុចសំខាន់ៗដែលអាចនាំយើងឲ្យក្លាយជាមនុស្សម្នាក់ដែលមានជំនាញក្នុងការគ្រប់គ្រងខ្លួនឯង1តើតែយល់ពីខ្លួនឯងសិនទើបអាចគ្រប់គ្រងខ្លួនឯងបានមុននឹងយើងអាចគ្រប់គ្រងអ្វីមួយបានយើងត្រូវតែស្គាល់វាឲ្យច្បាស់ជាមុនសិនក្នុងករណីនេះអ្វីមួយនោះគឺជាខ្លួនរបស់យើងផ្ទាល់យើងត្រូវតែស្គាល់ពីគំនិតអារម្មណ៍តម្លៃជំនឿចំណុចខ្លាំងចំណុចខ្សោយទម្លាប់ឬក៏កត្តាជំរុញចិត្តនិងប្រតិកម្មធម្មតារបស់យើងជាមុនសិនគ្រូពេទ្យត្រូវធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវពីបញ្ហាសុខភាពរបស់អ្នកជំងឺមុននឹងអាចចេញវេជ្ជបញ្ជាឲ្យទិញថ្នាំឬធ្វើការព្យាបាលដែលត្រឹមត្រូវបានបើគ្មានការយល់ដឹងទេការព្យាយាមគ្រប់គ្រងទៅលើបញ្ហាទាំងអស់នោះវានឹងអាចគ្មានប្រសិទ្ធភាពឬធ្វើឲ្យស្ថានភាពកាន់តែលំបាកទៅវិញទេការស្គាល់ខ្លួនឯងគឺជារឿងដែលសំខាន់ប្រសិនបើអ្នកព្យាយាមគ្រប់គ្រងខ្លួនឯងដោយមិនយល់ពីខ្លួនឯងវាប្រៀបបីដូចជាការបើកបរក្នុងទីងងឹតដែលគ្មានភ្លើងអញ្ចឹងអ្នកអាចនឹងព្យាយាមប្រើប្រាស់យុទ្ធសាស្ត្រដែលមិនសមស្របនឹងស្ថានភាពរបស់អ្នកឬមិនអាចដោះស្រាយឬគល់នៃបញ្ហាឡើយការយល់ដឹងពីខ្លួនឯងជួយឲ្យអ្នកផ្ដោតទៅលើការខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងខ្លួនឯងទៅលើផ្នែកដែលសំខាន់បំផុតនិងប្រើប្រាស់វិធីសាស្ត្រដែលមានប្រសិទ្ធភាពបំផុតសម្រាប់អ្នកហើយការផ្លាស់ប្ដូរដែលកើតចេញពីការយល់ដឹងដ៏ស៊ីជម្រៅអំពីខ្លួនឯងទំនងជាមានស្ថិរភាពនិងយូរអង្វែងជាជាងការផ្លាស់ប្ដូរដែលគ្រាន់តែជាការបង្ខំពីខាងក្រៅឬជាការធ្វើត្រាប់តាមអ្នកដទៃឧទាហរណ៍ដូចជាក្នុងបញ្ហាការពន្យាពេលប្រសិនបើអ្នកចង់គ្រប់គ្រងទម្លាប់ពន្យាពេលរបស់អ្នកត្រូវតែយល់ដឹងពីមូលហេតុដែលអ្នកព្យាយាមពន្យាពេលជាមុនសិនតើមកពីការភ័យខ្លាចក្នុងការបរាជ័យឬក៏ជាការដែលខ្វះទំនុកចិត្តលើសមត្ថភាពរបស់ខ្លួនឯងតើវាជាការធុញទ្រាន់នឹងកិច្ចការដែលអ្នកកំពុងធ្វើឬក៏ដោយសារតែកិច្ចការនោះវាធំពេកនៅពេលដែលអ្នកយល់ពីឫសគល់នៃបញ្ហារបស់អ្នកហើយអ្នកអាចនឹងបង្កើតយុទ្ធសាស្ត្រគ្រប់គ្រងវាឲ្យបានសមស្របហើយធ្វើឲ្យបញ្ហានោះដោះស្រាយបានដូចជាការបំបែកកិច្ចការធំទៅជាកិច្ចការតូចៗបង្កើតបរិយាកាសការងារឲ្យល្អជាងមុនឬក៏ហ៊ានប្រឈមមុខជាមួយនឹងភាពភ័យខ្លាចរបស់ខ្លួនជាដើម2បើគ្មានគោលដៅច្បាស់លាស់ទេយើងក៏ពិបាកក្នុងការគ្រប់គ្រងខ្លួនឯងដែរគោលដៅច្បាស់លាស់ប្រៀបបីដូចជាត្រីវិស័យដែលចង្អុលបង្ហាញទិសដៅយើងអញ្ចឹងបើគ្មានទិសដៅទេយើងអាចនឹងរសាត់អណ្ដែតដោយគ្មានទិសដៅច្បាស់លាស់ធ្វើឲ្យការគ្រប់គ្រងខ្លួនឯងក្លាយជារឿងដ៏ពិបាកព្រោះយើងមិនដឹងថាយើងកំពុងគ្រប់គ្រងខ្លួនឯងដើម្បីអ្វីឬឆ្ពោះទៅរកអ្វីឲ្យពិតប្រាកដគោលដៅជួយឲ្យយើងដឹងថាអ្វីដែលសំខាន់និងអ្វីដែលមិនសូវសំខាន់នេះវានឹងធ្វើឲ្យយើងងាយស្រួលក្នុងការគ្រប់គ្រងពេលវេលាថាមពលនិងធនធានរបស់យើងដែលផ្ដោតទៅលើសកម្មភាពណាដែលនាំឲ្យយើងខិតជិតទៅរកគោលដៅបើគ្មានគោលដៅទេកិច្ចការគ្រប់យ៉ាងអាចមើលទៅមានសារៈសំខាន់ដូចគ្នាឬគ្មានអ្វីសំខាន់ទាល់តែសោះការមានគោលដៅគឺវានឹងធ្វើឲ្យយើងមានអារម្មណ៍រំភើបនិងមានក្តីសង្ឃឹមអាចបង្កើតថាមពលវិជ្ជមានដែលជួយជំរុញឲ្យយើងបន្តទៅមុខបើទោះបីជាជួបការលំបាកក៏ដោយការដឹងថាខ្លួនកំពុងខិតទៅជិតគោលដៅអាចពង្រឹងការគ្រប់គ្រងខ្លួនឯងនិងជាការលើកទឹកចិត្តសម្រាប់ខ្លួនយើងបើគ្មានគោលដៅទេយើងពិបាកនឹងដឹងថាតើការខិតខំប្រឹងប្រែងរបស់យើងមានប្រសិទ្ធភាពឬក៏អត់នៅពេលយើងមានគោលដៅយើងអាចនឹងវាតម្លៃថាតើយុទ្ធសាស្ត្រនៃការគ្រប់គ្រងខ្លួនយើងនេះវាកំពុងតែដំណើរការល្អឬក៏អត់ប្រសិនបើមិនល្អទេតើយើងអាចកែប្រែអ្វីដើម្បីឲ្យដំណើរការនោះល្អជាងមុនបាននៅពេលដែលប្រឈមមុខនឹងការសម្រេចចិត្តផ្សេងគោលដៅច្បាស់លាស់អាចដើរតួជាអ្នកតម្រង់ទិសសម្រាប់យើងអាចសួរខ្លួនឯងថាតើជម្រើសនេះនឹងជួយឲ្យយើងសម្រេចគោលដៅរបស់យើងដែរឬទេការធ្វើបែបនេះជួយឲ្យយើងធ្វើការសម្រេចចិត្តដែលសមស្របទៅតាមអ្វីដែលយើងចង់បានរយៈពេលវែងបើគ្មានគោលដៅទេការសម្រេចចិត្ត
វាអាចផ្អែកទៅលើនឹងអារម្មណ៍បច្ចុប្បន្នឬជាការលបួងឲ្យយើងសប្បាយចិត្តក្នុងរយៈពេលខ្លីតែប៉ុណ្ណោះឧទាហរណ៍ជាក់ស្ដែងក្នុងការសន្សំប្រាក់ប្រសិនបើយើងគ្រាន់តែគិតថាខ្ញុំគួរតែសន្សំប្រាក់ដោយគ្មានគោលដៅច្បាស់លាស់ដូចជាសន្សំដើម្បីទិញផ្ទះសន្សំសម្រាប់វិស្សមកាលឬក៏សន្សំសម្រាប់ចូលនិវត្តន៍ទេយើងអាចនឹងពិបាកក្នុងការគ្រប់គ្រងការចំណាយរបស់ខ្លួនប៉ុន្តែប្រសិនបើយើងមានគោលដៅច្បាស់លាស់ថាខ្ញុំនឹងសន្សំលុយ$500ក្នុងមួយខែដើម្បីទិញកុំព្យូទ័រថ្មីមួយក្នុងរយៈពេល3ខែពេលនោះអ្នកអាចនឹងមានកម្លាំងចិត្តនិងមានទិសដៅច្បាស់លាស់ក្នុងការគ្រប់គ្រងការចំណាយរបស់អ្នកដើម្បីសម្រេចគោលដៅមួយនោះឲ្យវាកើតឡើងពិតប្រាកដឬក៏ក្នុងឧទាហរណ៍ចំពោះការរៀនជំនាញថ្មីប្រសិនបើអ្នកចង់រៀនភាសាថ្មីប៉ុន្តែមិនមានគោលដៅច្បាស់លាស់ថារៀនដើម្បីប្រស្រ័យទាក់ទងដើម្បីធ្វើដំណើរឬដើម្បីបង្កើនឱកាសការងារអ្នកអាចនឹងពិបាកក្នុងការរក្សាវិន័យក្នុងការរៀនសូត្រណាស់ព្រោះអ្នកមិនដឹងថារៀនដើម្បីអ្វី3តើតែរៀនសម្រាប់ចិត្តទើបយើងអាចវិវត្តក្លាយជាមនុស្សដែលមានទំនួលខុសត្រូវនិងមានសមត្ថភាពគ្រប់គ្រងលើខ្លួនឯងរាល់ពេលដែលយើងធ្វើការសម្រេចចិត្តបើទោះបីជាតូចឬក៏ធំក្តីយើងកំពុងតែអនុវត្តអំណាចក្នុងការជ្រើសរើសផ្លូវណាមួយសម្រាប់ខ្លួនឯងហើយការរៀនធ្វើការសម្រេចចិត្តដោយខ្លួនឯងគឺរៀនពីរបៀបកាន់កាប់អំណាចនេះនិងដឹកនាំជីវិតដោយខ្លួនឯងបើមិនធ្វើការសម្រេចចិត្តទេយើងអាចនឹងស្ថិតនៅក្នុងភាពអសកម្មរងចាំកលៈទេសៈផ្ដល់ឲ្យឬរងចាំឲ្យអ្នកដទៃសម្រេចចិត្តជំនួសយើងការរៀនសម្រេចចិត្តគឺជាការបោះជំហានចេញពីភាពអសកម្មមួយនេះនៅពេលដែលអ្នកធ្វើការសម្រេចចិត្តអ្នកក៏ត្រូវទទួលខុសត្រូវចំពោះលទ្ធផលនៃការសម្រេចចិត្តនោះដែរបើទោះបីជាលទ្ធផលនោះល្អឬក៏អាក្រក់ក៏ដោយការគេចវេះពីការសម្រេចចិត្តគឺជារឿយៗគឺជាការគេចវេះពីទំនួលខុសត្រូវការទទួលខុសត្រូវចំពោះលទ្ធផលទាំងជោគជ័យឬក៏បរាជ័យវាផ្ដល់ឱកាសឲ្យយើងរៀនសូត្រនិងកែលម្អចំពោះសមត្ថភាពក្នុងការសម្រេចចិត្តរបស់យើងនាពេលអនាគតបុគ្គលដែលមិនហ៊ានសម្រេចចិត្តនឹងបាត់បង់ឱកាសនៅក្នុងការរៀនសូត្រពីបទពិសោធន៍ទាំងនេះការធ្វើការសម្រេចចិត្តនិងទទួលខុសត្រូវចំពោះការសម្រេចចិត្តរបស់ខ្លួនឯងវានឹងបង្កើនទំនុកចិត្តមកលើខ្លួនយើងហើយនឹងធ្វើឲ្យអ្នកដទៃជឿជាក់លើយើងដូចគ្នាហើយបើយើងនិយាយពីទស្សនវិជ្ជានៃការគ្រប់គ្រងខ្លួនឯងគឺទាមទារឲ្យមានការសម្រេចចិត្តឧទាហរណ៍ដូចជាការគ្រប់គ្រងទៅលើពេលវេលាអ្នកត្រូវតែសម្រេចចិត្តថាតើត្រូវធ្វើកិច្ចការណាមុននិងត្រូវបែងចែកពេលវេលាយ៉ាងដូចម្តេចចំពោះការគ្រប់គ្រងអារម្មណ៍ក៏ដូចគ្នាដែរអ្នកត្រូវតែសម្រេចចិត្តថាតើត្រូវឆ្លើយតបនឹងអារម្មណ៍របស់ខ្លួនដោយរបៀបណាចំពោះស្ថានភាពលំបាកតើយើងគួរឆ្លើយតបបែបណាហើយចំពោះស្ថានភាពងាយស្រួលតើយើងគួរឆ្លើយតបបែបណាសម្រាប់ការសម្រេចគោលដៅគឺពិតជាត្រូវការយើងខ្លាំងមែនទែនអ្នកត្រូវតែសម្រេចចិត្តថាតើត្រូវចាត់វិធានការអ្វីខ្លះដើម្បីសម្រេចគោលដៅរបស់ខ្លួនមិនមែនអង្គុយចាំឲ្យអ្នកដទៃសម្រេចចំពោះយើងទេអ្វីដែលសំខាន់ជាងនេះទៅទៀតគឺការរក្សាវិន័យអ្នកត្រូវតែសម្រេចចិត្តបដិសេធចំពោះការលបួងរយៈពេលខ្លីនិយាយឲ្យងាយយល់គឺចំពោះអារម្មណ៍ដែលរំភើបភ្លាមបើសិនជាវាជាកិច្ចការដែលមិនចាំបាច់ត្រូវតែធ្វើការបដិសេធចំពោះសកម្មភាពទាំងនោះដើម្បីផលប្រយោជន៍របស់ខ្លួនរយៈពេលវែងកាលណាយើងកាន់តែអនុវត្តធ្វើការសម្រេចចិត្តដោយខ្លួនឯងសមត្ថភាពរបស់យើងក្នុងការសម្រេចចិត្តកាន់តែប្រសើរឡើងនិងរហ័សរហួនជាងមុននេះធ្វើឲ្យការគ្រប់គ្រងខ្លួនឯងកាន់តែមានប្រសិទ្ធភាពសមត្ថភាពក្នុងការសម្រេចចិត្តនិងការទទួលខុសត្រូវចំពោះការសម្រេចចិត្តរបស់ខ្លួនវាគឺជាសញ្ញាសម្គាល់មួយនៃភាពចាស់ទុំខាងផ្លូវចិត្តនិងអារម្មណ៍របស់យើងដូចគ្នាកុមារពឹងផ្អែកទៅលើអ្នកដទៃក្នុងការសម្រេចចិត្តប៉ុន្តែមនុស្សពេញវ័យត្រូវរៀនសម្រេចចិត្តដោយខ្លួនឯងការរៀនសម្រេចចិត្តជួយឲ្យយើងក្លាយជាមនុស្សដែលឯករាជ្យមិនសូវពឹងផ្អែកទៅលើអ្នកដទៃក្នុងការដឹកនាំជីវិតរបស់ខ្លួនយើងឡើយ4ការស្វែងរកការលើកទឹកចិត្តរបស់ខ្លួនឲ្យឃើញគឺងាយស្រួលក្នុងការកែប្រែពីការគ្រប់គ្រងខ្លួនឯងដោយបង្ខំមកជាការគ្រប់គ្រងខ្លួនឯងដោយទម្លាប់ការគ្រប់គ្រងខ្លួនឯងដែលបង្ខំគឺពឹងផ្អែកទៅលើឆន្ទៈហើយឆន្ទៈនេះប្រៀបបីដូចជាសាច់ដុំមួយដែលអាចអស់កម្លាំងទៅវិញបានប្រសិនបើយើងប្រើប្រាស់វាច្រើនពេកនៅពេលដែលឆន្ទៈរបស់យើងចុះខ្សោយឧទាហរណ៍ដូចជាស្ថិតនៅក្នុងស្ថានភាពតានតឹងនឿយហត់ឬប្រឈមមុខនឹងការលបួងខ្លាំងពីមជ្ឈដ្ឋានជុំវិញពេលនោះការគ្រប់គ្រងខ្លួនឯងនឹងមានការចុះខ្សោយដែរប៉ុន្តែការគ្រប់គ្រងខ្លួនឯងដោយកម្លាំងជំរុញពីខាងក្នុងវានឹងធ្វើឲ្យយើងព្រមទទួលយកដោយសប្បាយចិត្តនៅពេលដែលយើងមានហេតុផលដ៏រឹងមាំនិងមានអត្ថន័យផ្ទាល់ខ្លួនដ៏ជាក់លាក់សម្រាប់សកម្មភាពនោះវានឹងធ្វើឲ្យយើងមានអារម្មណ៍ថាស្របតាមបំណងប្រាថ្នារបស់យើងនោះវាធ្វើឲ្យយើងមិនសូវត្រូវការបង្ខំខ្លួនឯងឲ្យធ្វើនោះទេព្រោះវាជាអ្វីដែលយើងចង់ធ្វើដោយពេញចិត្តការគ្រប់គ្រងខ្លួនឯងដោយបង្ខំជារឿយៗវានឹងធ្វើឲ្យយើងមានអារម្មណ៍ថាវាជាបន្ទុកឬជាការតស៊ូប្រឆាំងនឹងអ្វីមួយវាអាចនឹងនាំឲ្យមានអារម្មណ៍អវិជ្ជមានចំពោះសកម្មភាពទាំងនោះប៉ុន្តែការគ្រប់គ្រងខ្លួនឯងដោយការជំរុញពីខាងក្នុងវិញនៅពេលដែលយើងមើលឃើញពីតម្លៃនិងអត្ថប្រយោជន៍ពិតប្រាកដ
ដែលសមស្របតាមបំណងប្រាថ្នារបស់យើងវាអាចជួយឲ្យយើងរកឃើញពីភាពរីករាយការពេញចិត្តនៅក្នុងដំណើរការនោះដោយផ្ទាល់តែម្ដងការធ្វើសកម្មភាពនោះវានឹងក្លាយទៅជាផ្នែកមួយនៃការបង្ហាញពីភាពជាខ្លួនរបស់យើងហើយឆ្ពោះទៅរកអ្វីដែលយើងពិតជាចង់បានដោយមិនចាំបាច់បង្ខំការបង្ខំខ្លួនឯងវាពិបាកក្នុងការរក្សាសកម្មភាពនោះឲ្យបានយូរអង្វែងណាស់ព្រោះវាត្រូវការថាមពលផ្លូវចិត្តច្រើននៅពេលដែលមានការជំរុញពីខាងក្រៅដូចជាសម្ពាធពីអ្នកដទៃសម្ពាធពីមនុស្សជុំវិញខ្លួនវាអាចនឹងធ្វើឲ្យយើងងាយនឹងបាត់បង់ក្នុងការគ្រប់គ្រងខ្លួនឯងទៅតាមនឹងដែរប៉ុន្តែការគ្រប់គ្រងខ្លួនឯងដោយកម្លាំងចិត្តជំរុញពីខាងក្នុងវាមាននិរន្តរភាពជាងបើទោះបីជាមានឧបសគ្គឬក៏មានការជំរុញពីខាងក្រៅក៏ដោយហេតុផលដែលរឹងមាំរបស់យើងវាអាចជួយឲ្យយើងត្រឡប់មករកផ្លូវត្រូវវិញយូរៗទៅសកម្មភាពនោះនឹងក្លាយទៅជាទម្លាប់ដែលមិនត្រូវការបង្ខំឬក៏មិនត្រូវការគិតគូរច្រើនទៀតនោះទេឥឡូវយើងធ្វើការប្រៀបធៀបនៅឧទាហរណ៍ពីរទីមួយគឺសិស្សដែលរៀនដោយបង្ខំខ្លាចឪពុកម្ដាយស្ដីបន្ទោសពួកគេអាចនឹងរៀនតែនៅពេលដែលមានការត្រួតពិនិត្យឬនៅពេលចិត្តប្រឡំប៉ុណ្ណោះការរៀនសូត្រនេះអាចជាបន្ទុកសម្រាប់ពួកគេប៉ុន្តែសម្រាប់សិស្សដែលរៀនដោយមានកម្លាំងចិត្តពីខាងក្នុងវិញគឺរៀនដោយចង់ចេះចង់ដឹងចង់ឃើញចង់យល់ពីពិភពលោកនិងចង់សម្រេចក្តីសុបិនរបស់ខ្លួនការរៀនរបស់ពួកគេអាចជាការរៀនដោយខ្លួនឯងនិងរីករាយជាមួយនឹងដំណើរការរៀនដោយមានភាពជាប់លាប់ជាងសិស្សដែលរៀនដោយការបង្ខំ5ការខ្ជះខ្ជាយពេលវេលានឹងធ្វើឲ្យយើងលែងមានវិន័យហើយបាត់បង់ការគ្រប់គ្រងទៅលើខ្លួនឯងការប្រើប្រាស់ពេលវេលាទៅលើសកម្មភាពដែលមិនមានតម្លៃមិនរួមចំណែកទៅដល់គោលដៅរបស់យើងវាជាសកម្មភាពដែលធ្វើឲ្យយើងឃ្លាតឆ្ងាយពីអ្វីដែលសំខាន់នោះហើយគឺជាការខ្ជះខ្ជាយពេលវេលាឧទាហរណ៍ដូចជាការចំណាយពេលច្រើនទៅលើបណ្ដាញសង្គមដោយគ្មានគោលបំណងច្បាស់លាស់ការព្យាយាមពន្យាពេលទៅលើកិច្ចការសំខាន់ៗដោយទៅធ្វើរឿងដែលមិនចាំបាច់ជាដើមនៅពេលដែលយើងស៊ាំនឹងការខ្ជះខ្ជាយពេលវេលាយើងក៏ចាប់ផ្ដើមបន្ធូរបន្ថយស្តង់ដាររបស់ខ្លួនហើយការខ្ជះខ្ជាយពេលវេលានេះនឹងក្លាយជារឿងធម្មតាសម្រាប់យើងពេលនោះវិន័យរបស់យើងវានឹងបាត់បង់បន្តិចម្ដងវិន័យប្រៀបបីដូចជាសាច់ដុំមួយដែលត្រូវការវឹកហាត់អញ្ចឹងប្រសិនបើយើងមិនប្រើប្រាស់ឬក៏អនុវត្តវាទេវានឹងចុះខ្សោយទៅការខ្ជះខ្ជាយពេលវេលាគឺជាការមិនអនុវត្តវិន័យក្នុងការប្រើប្រាស់ពេលវេលានេះហើយការខ្ជះខ្ជាយពេលវេលាជារឿយៗវាពាក់ព័ន្ធទៅនឹងការបដូរពីសកម្មភាពមួយទៅសកម្មភាពមួយទៀតដោយគ្មានការផ្ដោតអារម្មណ៍ដែលធ្វើឲ្យសមត្ថភាពក្នុងការផ្ចង់ស្មារតីទៅលើកិច្ចការសំខាន់ៗវាមានភាពចុះខ្សោយហើយនៅពេលដែលយើងបាត់បង់វិន័យយើងនឹងបាត់បង់ការគ្រប់គ្រងខ្លួនឯងដូចគ្នាការខ្ជះខ្ជាយពេលវេលានេះជារឿយៗគឺជាការចោះចាញ់នឹងការលបួងនៃការកំសាន្តភ្លាមៗឬជៀសវាងពីកិច្ចការដែលលំបាកឬក៏មិនសូវរីករាយនេះគឺជាសញ្ញានៃការបាត់បង់ការគ្រប់គ្រងពេលនោះយើងក៏ឃ្លាតឆ្ងាយពីគោលដៅព្រោះយើងមិនបានវិនិយោគពេលវេលារបស់យើងនិងការខិតខំប្រឹងប្រែងរបស់យើងទៅលើរឿងដែលចាំបាច់ឡើយហើយបន្ទាប់មកវាក៏ក្លាយជាវដ្តអវិជ្ជមានសម្រាប់ជីវិតរបស់យើងនៅពេលដែលយើងបាត់បង់ទៅលើការគ្រប់គ្រងខ្លួនឯងវាអាចនាំឲ្យមានការខ្ជះខ្ជាយពេលវេលាកាន់តែច្រើនទៅបង្កើតឲ្យមានវដ្តអវិជ្ជមានដែលពិបាកក្នុងការបំបែកនិងពិបាកក្នុងការកែទម្លាប់នោះវិញណាហើយនៅពេលដែលយើងដឹងថាខ្លួនបានខ្ជះខ្ជាយពេលវេលាច្រើនពេកវានឹងអាចធ្វើឲ្យយើងបាត់បង់ការគ្រប់គ្រងអាចនឹងនាំឲ្យយើងមានអារម្មណ៍ខកចិត្ត stress និងបាត់បង់ការគោរពចំពោះខ្លួនឯងដែលអាចធ្វើឲ្យស្ថានភាពរបស់យើងនឹងកាន់តែអាក្រក់ទៅពេលវេលាគឺជាធនធានដ៏មានតម្លៃបំផុតនិងមិនអាចយកមកវិញបាននោះទេការមិនឲ្យតម្លៃទៅលើវាគឺវាស្មើនឹងមិនឲ្យតម្លៃទៅលើជីវិតរបស់យើងអញ្ចឹងហើយវាក៏ស្មើនឹងការមិនឲ្យតម្លៃទៅលើសក្តានុពលរបស់ខ្លួនឯងដែរហើយទម្លាប់អាក្រក់នេះវានឹងធ្វើឲ្យខូចខាតទៅដល់វិន័យនិងការគ្រប់គ្រងរបស់ខ្លួនយើង6បើយើងមិនដោយឲ្យអារម្មណ៍គ្រប់គ្រងលើយើងនោះយើងនឹងលែងចង់គ្រប់គ្រងខ្លួនឯងការអនុញ្ញាតឲ្យអារម្មណ៍ជាពិសេសគឺអារម្មណ៍អវិជ្ជមានដូចជាកំហឹងភាពសោកសៅការភ័យខ្លាចឬក៏ការរំភើបខ្លាំងជាដើមវាអាចនឹងដឹកនាំការគិតការសម្រេចចិត្តនិងសកម្មភាពរបស់យើងដោយមិនមានការពិចារណាឬការគ្រប់គ្រងដោយហេតុផលឡើយហើយនៅពេលដែលអារម្មណ៍គ្រប់គ្រងយើងបានយើងច្រើនតែមានប្រតិកម្មដោយស្វ័យប្រវត្តិនិយាយបែបងាយយល់គឺប្រតិកម្មដោយមិនដឹងខ្លួននិងដោយមិនបានគិតពីផលវិបាករយៈពេលវែងឡើយបន្ទាប់មកវាក៏នាំទៅរកការលែងចង់គ្រប់គ្រងខ្លួនឯងការធ្វើតាមអារម្មណ៍ជារឿយៗហាក់ដូចជាងាយស្រួលនិងផ្ដល់ការពេញចិត្តភ្លាមបើទោះបីជាអាចមានផលវិបាកអវិជ្ជមាននៅពេលក្រោយក៏ដោយការគ្រប់គ្រងខ្លួនឯងទាមទារការខិតខំប្រឹងប្រែងនិងការទប់ស្កាត់ពីការជំរុញចិត្តភ្លាមដែលអាចមានអារម្មណ៍ថាលំបាកជាងប្រសិនបើយើងចោះចាញ់នឹងអារម្មណ៍ម្ដងហើយម្ដងទៀតយើងអាចនឹងចាប់ផ្ដើមជឿជាក់ថាយើងគ្មានសមត្ថភាពក្នុងការគ្រប់គ្រងខ្លួនឯងឬជឿថាអារម្មណ៍របស់យើងខ្លាំងក្លាពេកមិនអាចគ្រប់គ្រងបានជំនឿអវិជ្ជមាននេះវានឹងធ្វើឲ្យយើងលែងចង់ព្យាយាមគ្រប់គ្រងខ្លួនឯងហើយការចោះចាញ់នឹងអារម្មណ៍វាអាចនាំឲ្យមានលទ្ធផលអវិជ្ជមាន
ឧទាហរណ៍ដូចជានិយាយអ្វីដែលធ្វើឲ្យខូចទំនាក់ទំនងនៅពេលដែលខឹងដែលអាចបង្កើតអារម្មណ៍អវិជ្ជមានបន្ថែមទៀតហើយវាបង្កើតឲ្យមានការសោកស្ដាយឬក៏ការខ្មាស់អៀនជាដើមវត្តនេះវានឹងធ្វើឲ្យយើងមានអារម្មណ៍ថាអស់សង្ឃឹមនិងលែងចង់ប្រឹងប្រែងក្នុងការគ្រប់គ្រងខ្លួនឯងបន្តទៅមុខទៀតការគ្រប់គ្រងខ្លួនឯងជាទូទៅពាក់ព័ន្ធនឹងការពន្យាពេលក្នុងការសម្រេចចិត្តដើម្បីសម្រេចបាននូវគោលដៅរយៈពេលវែងប្រសិនបើយើងស៊ាំនឹងការទទួលបានការពេញចិត្តភ្លាមៗតាមរយៈអារម្មណ៍យើងអាចនឹងលែងឲ្យតម្លៃទៅលើការគ្រប់គ្រងខ្លួនឯងដើម្បីគោលដៅរយៈពេលវែងទៀតហើយស្ថានភាពនេះវានឹងធ្វើឲ្យការចូលទៅកាន់សមត្ថភាពគ្រប់គ្រងខ្លួនឯងរបស់យើងកាន់តែពិបាកប្រសិនបើបុគ្គលម្នាក់មិនអាចរៀនពីវិធីសាស្ត្រដែលមានប្រសិទ្ធភាពក្នុងការទទួលស្គាល់ការយល់ដឹងនិងការគ្រប់គ្រងអារម្មណ៍របស់ខ្លួនទេពួកគេទំនងជាងាយនឹងត្រូវបានអារម្មណ៍គ្រប់គ្រងដោយងាយៗ7ការរៀនដាក់វិន័យទៅលើខ្លួនឯងចំពោះរឿងតូចតាចវាជាផ្លូវនាំយើងទៅរកការគ្រប់គ្រងខ្លួនឯងចំពោះរឿងធំៗវិន័យតូចៗគឺជាគ្រឹះដ៏រឹងមាំសម្រាប់ការគ្រប់គ្រងខ្លួនឯងដ៏អស្ចារ្យការកសាងសមត្ថភាពគ្រប់គ្រងខ្លួនឯងមិនមែនចាប់ផ្ដើមពីការដោះស្រាយបញ្ហាធំៗភ្លាមៗនោះទេប៉ុន្តែវាដុះចេញពីការយកចិត្តទុកដាក់ទៅលើរឿងតូចតាចជាប្រចាំការរៀនដាក់វិន័យទៅលើខ្លួនឯងចំពោះរឿងតូចៗវាជាផ្លូវដែលនាំយើងទៅរកការគ្រប់គ្រងខ្លួនឯងចំពោះរឿងធំៗការដាក់វិន័យចំពោះខ្លួនឯងនេះវាប្រៀបបីដូចជាការហាត់ប្រាណយកសាច់ដុំឆន្ទៈរបស់យើងឲ្យខ្លាំងអញ្ចឹងរាល់ពេលដែលអ្នកបង្ខំខ្លួនឯងឲ្យក្រោកពីគេងឲ្យបានទៀងទាត់រក្សាសណ្ដាប់ធ្នាប់នៃកន្លែងធ្វើការរបស់យើងឬតមអាហារណាដែលមិនល្អនេះគឺអ្នកកំពុងតែពង្រឹងសាច់ដុំឆន្ទៈរបស់អ្នកបន្តិចម្ដងហើយនៅពេលដែលសាច់ដុំឆន្ទៈនេះរឹងមាំវានឹងផ្ដល់ឲ្យអ្នកនូវកម្លាំងនិងសកម្មភាពដ៏កាន់តែខ្លាំងក្លាមួយក្នុងការទប់ទល់នឹងការលបួងឬក៏ការអូសទាញពីស្ថានភាពខាងក្រៅហើយវានឹងធ្វើឲ្យយើងមានបំណិនក្នុងការដោះស្រាយបញ្ហាស្មុគស្មាញដែលធំជាងមុនទៀតវិន័យទៅលើរឿងតូចតាចគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការបង្កើតទម្លាប់ល្អនៅពេលសកម្មភាពតូចៗទាំងនោះដូចជាការអានសៀវភៅ10នាទីការសន្សំប្រាក់បន្តិចបន្តួចវាក៏ជាទម្លាប់ដែរហើយអ្នកមិនចាំបាច់ប្រើប្រាស់ឆន្ទៈច្រើនដើម្បីធ្វើវានោះទេទម្លាប់ល្អទាំងនេះវាបង្កើតបានជាគ្រឹះដ៏រឹងមាំដែលគាំទ្រទៅដល់ការគ្រប់គ្រងខ្លួនឯងក្នុងកម្រិតមួយដែលកាន់តែខ្ពស់ទៅជានេះទៅទៀតរាល់ភាពជោគជ័យទៅលើរឿងតូចៗក្នុងការដាក់វិន័យទៅលើខ្លួនឯងវាជួយបង្កើនទំនុកចិត្តទៅលើសមត្ថភាពផ្ទាល់ខ្លួនរបស់យើងទំនុកចិត្តនេះវានឹងក្លាយជាកម្លាំងចិត្តដ៏រឹងមាំដែលធ្វើឲ្យយើងហ៊ានប្រឈមមុខនិងគ្រប់គ្រងទៅលើស្ថានភាពធំៗបានល្អប្រសើរជាងមុនទៅទៀតលើពីនេះទៅទៀតការអនុវត្តទៅលើវិន័យតូចតាចវាបណ្ដុះនូវគុណសម្បត្តិដ៏សំខាន់ដូចជាការតស៊ូនិងការអត់ធ្មត់អ្នកបានរៀនមេរៀនមួយដែលថាអ្នកមិនត្រូវបោះបង់ទេបើទោះបីជាវាជួបការលំបាកក៏ដោយឬក៏អារម្មណ៍របស់អ្នកមិនចង់ធ្វើក៏ដោយគុណសម្បត្តិទាំងនេះគឺមិនអាចខ្វះបាននៅពេលដែលអ្នកត្រូវដោះស្រាយបញ្ហាស្មុគស្មាញឬធ្វើការទៅលើគម្រោងរយៈពេលវែងនោះទេនៅពេលដែលអ្នកមានសមត្ថភាពគ្រប់គ្រងទៅលើរឿងតូចតាចបានល្អអ្នកនឹងមិនសូវមានអារម្មណ៍ថាធុញថប់ឬលើសលប់ទេនៅពេលដែលប្រឈមមុខនឹងរឿងធំៗព្រោះអ្នកដឹងពីរបៀបបំបែកបញ្ហាធំទៅជាកិច្ចការតូចៗដែលអាចគ្រប់គ្រងបាននិងផ្អែកទៅលើបទពិសោធន៍ដែលអ្នកបានសាងឡើង8អត់ធ្មត់ជារឿងដែលលំបាកប៉ុន្តែបើយើងមិនចេះអត់ធ្មត់វានឹងកាន់តែលំបាកពិសេសទៅលើការគ្រប់គ្រងខ្លួនឯងការអត់ធ្មត់អាចស្ដាប់ទៅជារឿងដ៏សាមញ្ញប៉ុន្តែវាជាសសរស្តម្ភដ៏សំខាន់មួយក្នុងការកសាងសមត្ថភាពនៃការគ្រប់គ្រងខ្លួនឯងជារឿយៗយើងចង់បានលទ្ធផលភ្លាមៗនិងជៀសវាងការរងចាំដែលធ្វើឲ្យការអត់ធ្មត់វាក្លាយជាបញ្ហាប្រឈមមួយការខ្វះភាពអត់ធ្មត់នឹងនាំយើងឲ្យធ្វើសកម្មភាពនៃការសម្រេចចិត្តដោយប្រញាប់ប្រញាល់បោះបង់គោលដៅដោយលឿនពេកនិងមានប្រតិកម្មខ្លាំងចំពោះឧបសគ្គដែលទាំងអស់នេះវានឹងធ្វើឲ្យជីវិតនិងការគ្រប់គ្រងខ្លួនឯងវាមានភាពស្មុគស្មាញនិងពោរពេញដោយការសោកស្ដាយនៅពេលក្រោយនៅក្នុងបរិបទនៃការគ្រប់គ្រងខ្លួនឯងភាពអត់ធ្មត់ដើរតួយ៉ាងសំខាន់នៅក្នុងការជំរុញដល់ស្ងៀមស្ងាត់ការបង្កើតទម្លាប់ល្អការយកឈ្នះទៅលើទម្លាប់អាក្រក់ឬការសម្រេចចិត្តក្នុងរយៈពេលវែងគឺសុទ្ធតែទាមទារពេលវេលានិងការតស៊ូមិនឈប់ចូលឡើយភាពអត់ធ្មត់អនុញ្ញាតឲ្យយើងបន្តដំណើរទៅមុខបើទោះបីជាមិនឃើញលទ្ធផលភ្លាមៗក៏ដោយវាជំរុញឲ្យយើងគ្រប់គ្រងអារម្មណ៍របស់ខ្លួនបានល្អជាងមុនដោយមិនមានប្រតិកម្មភ្លាមៗចំពោះស្ថានភាពតានតឹងឡើយហើយវានឹងផ្ដល់ឱកាសឲ្យយើងគិតគូររកដំណោះស្រាយប្រកបដោយប្រាជ្ញាពិតប្រាកដបើគ្មានភាពអត់ធ្មត់ទេការព្យាយាមគ្រប់គ្រងខ្លួនឯងប្រៀបបីដូចជាការសាងសង់ផ្ទះខ្សាច់អញ្ចឹងវាងាយនឹងរលំរលាយនៅពេលដែលត្រូវព្យុះភ្លៀងដូច្នេះការបណ្ដុះភាពអត់ធ្មត់គឺជាការវិនិយោគដ៏ឈ្លាសវៃសម្រាប់អនាគតខ្លួនឯងបើទោះបីជាវាទាមទារការខិតខំប្រឹងប្រែងនៅពេលដំបូងក៏ដោយអត្ថប្រយោជន៍ដែលទទួលបានគឺធំធេងណាស់
វាជួយកាត់បន្ថយ stress វាធ្វើឲ្យទំនាក់ទំនងល្អប្រសើរនិងសំខាន់បំផុតគឺជួយពង្រឹងសមត្ថភាពរបស់យើងក្នុងការគ្រប់គ្រងខ្លួនឯងប្រកបដោយប្រសិទ្ធភាពដើម្បីសម្រេចបាននូវជីវិតប្រកបដោយមានតុល្យភាពនិងមានគោលបំណងហើយមានភាពជោគជ័យយូរអង្វែងចូលចងចាំថាការគ្រប់គ្រងខ្លួនឯងដែលរឹងមាំត្រូវបានសាងសង់ឡើងដោយឥដ្ឋនីមួយៗនៃភាពអត់ធ្មត់អរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយសូមជម្រាបលា